ថ្ងៃនេះខ្ញុំមានវិធានបទថ្មីមកចែកម្លែកទាក់ទងការប្រើប្រាស់ KXUR code ដែលម្ចាស់អាជីវកម្មទាំងឡាយនៅពេលបច្ចុប្បន្នអនុញ្ញាតឲ្យបុគ្គលិកដែលជាផ្នែកលក់ឬក៏ផ្ដល់សេវាកម្មទទួលការទូទាត់តាម KXUR របស់បុគ្គលិកផ្ទាល់ខ្លួនដែលជាឱកាសមួយសម្រាប់បុគ្គលិកក្នុងការយកលុយរបស់ក្រុមហ៊ុនទៅបង្វិលឬក៏ប្រើប្រាស់មុនពេលដែលទូទាត់ទៅឲ្យក្រុមហ៊ុនវិញម្ចាស់អាជីវកម្មឬក៏អាចថាបញ្ជាពេលនៃការទូទាត់អាចជាដំណាក់កាលពីព្រោះអីដោយសារតែម្ចាស់អាជីវកម្មខ្នាតតូចឬខ្នាតមធ្យមនាពេលបច្ចុប្បន្នគាត់ទើបតែចាប់ផ្ដើមឬក៏ដំណើរការអាជីវកម្មថ្មីដែលមិនទាន់មានការរៀបចំគោលការណ៍សម្រាប់គ្រប់គ្រងការប្រើប្រាស់កង់ផ្ទាល់ខ្លួនឬក៏ដាក់លក្ខខណ្ឌណាមួយទៅឲ្យបុគ្គលិកដែលជាអ្នកប្រមូលលុយឬក៏ទទួលលុយអំពីការផ្ដល់សេវាកម្ម KXUR ឧទាហរណ៍ថាប្រចាំខែឬក៏ប្រចាំថ្ងៃឬក៏ប្រចាំសប្តាហ៍មួយថ្ងៃម្ដងយើងអត់មានតម្រូវឲ្យបុគ្គលិកផ្នែកលក់ដែលទទួលការទូទាត់លុយហ្នឹងធ្វើរបាយការណ៍លក់បូកសរុបលទ្ធផលនៃការលក់ធៀបជាមួយអីវ៉ាន់ឬក៏ស្តុកជាក់ស្ដែងដែលអស់ចេញពីឃ្លាំងឬក៏អស់ចេញពីកន្លែងលក់អីទៅអាការធ្វើបែបហ្នឹងរឿងមួយទៀតនៅពេលដែលឲ្យតម្រូវឲ្យដាក់កំហិតលក្ខខណ្ឌឧទាហរណ៍ថាมันអាចឲ្យបុគ្គលិកប្រើលាយឡំកង់ផ្ទាល់ខ្លួនគណនីផ្ទាល់ខ្លួនសម្រាប់ចាយផ្ទាល់ខ្លួនជាមួយកង់ដែលប្រើសម្រាប់គ្រប់គ្រងនឹងការទូទាត់ទៅឲ្យក្រុមហ៊ុនវិញនៅពេលដែលក្រុមហ៊ុនអនុញ្ញាតឲ្យគាត់ប្រើប្រាស់គណនីផ្ទាល់ខ្លួនអានេះជាបញ្ហាអញ្ចឹងហើយជាឱកាសមួយដែលធ្វើឲ្យបុគ្គលិកគាត់អាចបង្វិលលុយបានស្របពេលជាមួយនឹងការ control ពីខាងលើមិនមានការ control ជាប្រចាំមិនមានការធ្វើទៀងទាត់ជាមួយ account statement របស់ធនាគាររបស់បុគ្គលិកជាមួយនឹងចំណូលប្រចាំថ្ងៃរបស់ក្រុមហ៊ុនក៏ជាឱកាសមិនមានការតាមដានអំពីការផ្ទេរលុយទៅឲ្យក្រុមហ៊ុនជាប្រចាំឬក៏មួយខែម្ដងតម្រូវឲ្យមានអ្នកត្រួតពិនិត្យឯករាជ្យណាមួយខាងលើដើម្បីធ្វើការ spot check ទៅលើគណនីរបស់បុគ្គលិកអានេះជាបញ្ហាដែលម្ចាស់អាជីវកម្មនៅពេលបច្ចុប្បន្នពិបាកក្នុងការគ្រប់គ្រងដោយសារតែយើងមិនទាន់បានបង្កើតគោលការណ៍សម្រាប់គ្រប់គ្រងទៅលើការទូទាត់ដោយប្រើមធ្យោបាយគណនីរបស់បុគ្គលិកផ្ទាល់ខ្លួនដែលធ្វើឲ្យបុគ្គលិកខ្លះឧទាហរណ៍ប្រាក់ខែមួយខែ250ឬក៏300តែយើងមើល lifestyle របស់គាត់និងការរស់នៅរបស់គាត់ហាក់បីដូចជាវាអាចថាមនុស្សដែលមានចំណូលមធ្យមឬក៏ខ្ពស់ដែលធ្វើឲ្យការរស់នៅរបស់គាត់មានភាពហឺហាខុសពីបុគ្គលិកផ្សេងទៀតតែនៅពេលដល់ពេលមានបញ្ហាចំពោះអាជីវកម្មលក្ខណៈគ្រួសារឬក៏ family ដែលគាត់ចាប់ផ្ដើមគាត់តម្រូវឲ្យអ្នកឆែកឬក៏អ្នកសាររើហ្នឹងទៅលើរបាយការណ៍ធនាគាររបស់បុគ្គលិកគឺធ្វើការស្រាវជ្រាវទាំងស្រុងឡើងវិញក៏ប៉ុន្តែគាត់អាចបានគិតថាមុនពេលដែលគាត់បានអនុញ្ញាតឲ្យបុគ្គលិកប្រើប្រាស់គណនីផ្ទាល់ខ្លួនសម្រាប់ការទទួលការទូទាត់ជំនួសឲ្យការបង្កើតគណនីរបស់ក្រុមហ៊ុនសម្រាប់ការទូទាត់ហ្នឹងគាត់អត់មានចងលក្ខខណ្ឌដែលជាចំណុចខ្វះចន្លោះហើយដែលធ្វើឲ្យពិបាក control នឹងអាចពិបាកគ្រប់គ្រងបានអញ្ចឹងហើយក្នុងនាមជាម្ចាស់អាជីវកម្មឬក៏អ្នករៀបចំយុទ្ធសាស្ត្រក្នុងការគ្រប់គ្រងសាច់ប្រាក់នៅក្នុងយុគសម័យថ្មីឆ្នាំ2026ហើយគួរតែគិតឬពិចារណាការដាក់លក្ខខណ្ឌទាំងឡាយណាក្នុងការបង្កើតឬក៏ប្រើប្រាស់គណនីបុគ្គលិកទូទាត់ឧទាហរណ៍ការបើកការបិទការផ្លាស់ប្ដូរបុគ្គលិកនៅពេលដែលអន្តរការីនៃការផ្លាស់ប្ដូរចន្លោះពេលនៃការផ្លាស់ប្ដូរឬក៏ការធ្វើប្រតិបត្តិការទាំងឡាយណានៅក្នុងការទទួលចំណូលរបស់ក្រុមហ៊ុនឬក៏មិនអាចអនុញ្ញាតឲ្យក្រុមបុគ្គលិកហ្នឹង
ប្រើប្រាស់លុយដែលទទួលបានចំណូលនឹងទូទាត់ឬក៏ចំណាយដែលមិនមែនជាប្រតិបត្តិការរបស់ក្រុមហ៊ុនដែលជាហេតុធ្វើឲ្យបុគ្គលិកមានឱកាសក្នុងការចាយលុយឬបង្វិលលុយអរគុណច្រើន